ក្នុងសប្តាហ៍ថ្ងៃគឺយើងប្រើទៅលើ candlestick បាទអញ្ចឹងចំពោះ candlestick ហ្នឹងគឺមានអ្នកបង្កើតបាទមាននៅសុកអត់មានអ្នកបង្កើតទេអញ្ចឹងមានអ្នកបង្កើតអញ្ចឹងទៅទៅនឹង candlestick បង្កើតដោយលោក Monisha Homa បាទ Monisha Homa បាទនេះមុខមាត់គាត់ណាសិនជាបងប្អូនណាអត់ទាន់ស្គាល់ Monisha Homa ហ្នឹងមកអាចមើលគាត់បានបាទអញ្ចឹងគាត់ជាមនុស្សដំបូងគេដែលបង្កើត candlestick អញ្ចឹងសួរថា candlestick នេះគឺជាឧបករណ៍អ្វីគេបាទ candlestick គឺជាឧបករណ៍សំខាន់ក្នុងការវិភាគបច្ចេកទេសដូចបងសួរមុនហ្នឹងគេហៅ technical analysis បាទអញ្ចឹងcandlestick វាដូចជា indicator មួយអញ្ចឹងបាទអញ្ចឹងមិនត្រឹមតែបងប្អូននេះទេគឺបងប្អូនបើសិនជាបងប្អូនចេះទៅលើ candlestick អ្វីដែលបងប្អូនអាចនេះបានគឺធ្វើឲ្យបងប្អូនអាច reading graph បានមានន័យថាយើងអាចយើងមើលថាឥឡូវផ្សារនេះវាកំពុងតែកើតអីឡើងមានដំណើរការបែបម៉េចនៅផ្សារហ្នឹងកំពុងតែទំនោរបែបម៉េចឬលំហូរបែបម៉េចអញ្ចឹង candlestick គឺប្រាប់អ្វីយើងគ្រប់យ៉ាងបាទទោះបីជាមានព័ត៌មានឬមិនមានព័ត៌មានក៏ដោយប៉ុន្តែបើចំពោះ candlestick វិញគឺវានឹងប្រាប់យើងមុនបាទដូចជាក់ស្ដែងយើងអាចមកមើលកន្លែងកន្លែងអីគេកន្លែងលោកដូណាល់ត្រាំអញ្ចឹងលោកដូណាល់ត្រាំនិងស៊ីជីនពីងមុនហ្នឹងដែលខ្ញុំបានប្រាប់អញ្ចឹងគ្រាន់តែមានការជំនួបយើងឃើញអីយើងឃើញ engulfing candle បាត់ហើយបាទអញ្ចឹងមុនការជំនួបគាត់មាន engulfing candle អញ្ចឹងមានន័យថាអ្នកវិនិយោគភាគច្រើនគឺគេឲ្យតំណទៅលើមាសអញ្ចឹងគឺចាប់ដើមឃើញមាសមានជាគេហៅថា asset មួយឬជាវត្ថុមួយដែលមានការអីគេកាន់កាប់ហើយមានសុវត្ថិភាពអញ្ចឹងធ្វើឲ្យមានការអ្នកទិញមាសគេច្រើនដែរបាទអញ្ចឹងគឺនឹងគ្នាបុកទៅទិញមាសដោយសារអីមានការជំនួបរវាងលោកដូណាល់ត្រាំនិងស៊ីជីនពីងបាទមុនហ្នឹងបាទអញ្ចឹងមុននឹងវាចេញព័ត៌មានយើងដឹងថាការជំនួបរបស់លោកដូណាល់ត្រាំនិងស៊ីជីនពីងហ្នឹងមុនចេញព័ត៌មានយើងតែតែឃើញ candlestick ហ្នឹង moment មុននេះអញ្ចឹងបងប្អូនได้ឃើញគឺនៅពេលដែលមកព័ត៌មានយើងឃើញថានៅពេលណាដែលគេហៅថាព័ត៌មានអត់ទាន់ចេញហ្មងប៉ុន្តែ candlestick load មុនអញ្ចឹង candlestick វាសំខាន់មែនទែនវាជា indicator មួយឬជាគេហៅថាសូចនាករមួយដែលប្រាប់ឲ្យយើងដឹងថាពេលទិសដៅហ្នឹងទៅណាបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកមកខ្លះទេបាទអញ្ចឹងខ្ញុំនឹងសូមលើកមកcandlestick ណាដែលសំខាន់ដែលយើងតែងតែឃើញនៅក្នុងទីផ្សារបាទអញ្ចឹងយើងដឹងហើយគឺអ្នកបង្កើតគឺលោក Monisha Homa បាទកើតនៅឆ្នាំ1724បាទហើយកើតនៅក្នុងគ្រួសារដែលប្រកបរបរលក់អង្ករបាទអញ្ចឹង Homa គាត់បានសិក្សាពីអក្ខកិរិយាបាទនិងអារម្មណ៍អញ្ចឹង candlestick ដោយបងប្អូនឃើញកើតឡើងពីគេកើតឡើងពីអារម្មណ៍អ្នកបាយនិងអ្នកសេលអញ្ចឹងអានេះអក្ខកិរិយាណាបាយសេលឡើងចុះយើងដូចស្អីនៅពេលណាដែលមានអ្នកមានលុយមានន័យថាអ្នកដែលគាត់ភាគច្រើនគាត់បាយធ្វើឲ្យ candlestick គឺបោកហក់ឡើងអញ្ចឹងនៅពេលដែលមានអ្នកដែលលក់គាត់មានចំនួនច្រើនធ្វើឲ្យ candlestick គឺដាំក្បាលចុះក្រោមអញ្ចឹងមានន័យថាតំណនៃអ្នកលក់និងអ្នកបាយគឺវាទៅមានផ្លូវទៅគេហៅថាបើសិនជាខាងណាខ្លាំងអញ្ចឹងវានឹងទៅខាងហ្នឹងបាទអញ្ចឹងណាអញ្ចឹងវាកើតចេញអំពីកប្បកិរិយាអ្នកបាយអ្នកសេលនិងអារម្មណ៍ទីផ្សារបាទក្នុងសម័យបើយើងនិយាយពីសម័យមុនគេហៅថាសម័យយូដូអញ្ចឹងសម័យយូដូហ្នឹងគឺគេប្រើប្រាស់ទៅលើ candlestick អញ្ចឹងលោកហូម៉ាគាត់ចង់ដឹងថាទីផ្សារអង្គរបាទនៅក្នុងសម័យយូដូហ្នឹងឡើងចុះនៅពេលណាបាទអញ្ចឹងឡើងចុះនៅពេលខែណាឆ្នាំណាអញ្ចឹងដូចបងប្អូនដែលមានតិន្ន័យអ្នកដែលគាត់សិក្សាទៅលើសេដ្ឋកិច្ចគឺយើងមានតិន្ន័យថាស្រូវយើងឡើងចុះនៅឆ្នាំណាហើយឆ្នាំណាដែលមានឡើងថ្លៃជាងគេអញ្ចឹងណាអញ្ចឹងគេមានការប្រៀបធៀបតាមរយៈ candlestick នឹងឯងបាទអញ្ចឹងគាត់បង្កើតទៅជាយុទ្ធសាស្ត្រមួយសម្រាប់តាមដានទៅលើថ្លៃអង្គរនឹងឯងបាទហើយសួរថាវិភាគបែបម៉េចតិចទៀតខ្ញុំនឹងប្រាប់បងប្អូនថាហេតុអ្វីបានគេចូលចិត្តប្រើទៅលើ candlestick បាទអញ្ចឹងដោយគាត់ប្រមូលទិន្នន័យបាទទិន្នន័យរបស់អ្នកលក់និងអ្នកទិញនិងអ្នកលក់និងអ្នកទិញរហូតដល់អាចបង្កើត candlestick និង graph បាទដែលជួយព្យាករបាទនេះយ៉ាងត្រឹមត្រូវអំពីទិដ្ឋាការនឹងចលនាតម្លៃអង្គដែលមានប្រវត្តិកាលពីមុនប្រហែល200ឆ្នាំមុនអញ្ចឹង candlestick នេះមានយូរណាបងមានតាំងពី200ឆ្នាំមុនណាបងប្អូនបាទអញ្ចឹងគាត់បានបើកចំនួនស្រូវបានជោគជ័យហើយខ្លាយទៅជាអ្នកមានអញ្ចឹងគឺសម័យនោះគឺគាត់អ្នកមានហើយបាទក្នុងនឹងហើយបន្តមកទៀតរដ្ឋាភិបាលជប៉ុនបានតែងតាំងគាត់ទៅជាប្រឹក្សាពន្ធដារបាទអញ្ចឹងមិនធម្មតាទេបើសិនជាមានការតែងតាំងពីរដ្ឋាភិបាលសម័យនោះគឺខ្លាំងណាអញ្ចឹងគាត់មានជំនាញខាងជំនួយស្រូវយ៉ាងខ្លាំងយល់ពីអារម្មណ៍ទីផ្សារនិងយល់ពីអារម្មណ៍និងអត្តចរិតរបស់អ្នកទិញនិងអ្នកលក់យ៉ាងល្អបាទអញ្ចឹងខាងក្រោមនេះជាស្ដីសង្ខេបហេតុផលអ្នកវិនិយោគចូលចិត្តប្រើ candlestick ជាដើមទានកាពាក្យជាដើមបាទ
ចឹងទី1គឺជើងទៀនបាទ candlestick មានពណ៌មានគ្រប់គ្រាន់បាទអញ្ចឹងដូចបងប្អូនចង់ដឹងថានៅក្នុងថ្ងៃនេះឆ្នាំនេះពេលវេលាហ្នឹងឆ្នាំថ្ងៃនេះពេលវេលាហ្នឹងហើយឆ្នាំមុនហ្នឹងតើ candlestick ឬមួយដើមទៀនរបស់មាសហ្នឹងណាមានតម្លៃប្រហែលចុះឡើងមិនអញ្ចឹងគឺវាមានព្រឹត្តិការណ៍វាមានគេហៅថាrecord ទៅលើព្រឹត្តិការណ៍ដែលបានកើតឡើងទាំងអស់អញ្ចឹងយើងអាចយកអាហ្នឹងមកធ្វើជាដើមទុនក្នុងការវិភាគមាសបានបាទអញ្ចឹងគឺវាប្រាប់អំពីព័ត៌មានដើម្បីប្រើប្រាស់ការជួញដូរអីគេបងប្អូនព្រោះវាមានតម្លៃបើកនិងតម្លៃបិទបាទអញ្ចឹងដូចព្រឹកមិញយើងឃើញមានបិទនៅណាបាទតម្លៃបើកតម្លៃបិទវាមានបាទហើយតម្លៃខ្ពស់ហើយតម្លៃទាបអញ្ចឹងគឺវាមានច្បាស់លាស់ហ្មងបាទម៉ោងប្រហែលបិទនៅណាម៉ោងប្រហែលបើកនៅណាហើយម៉ោងប្រហែលបិទទាបនៅណាហើយម៉ោងប្រហែលបិទខ្ពស់នៅណាដោយយកព័ត៌មានទាំងអស់នេះដោយបង្កើតជា candlestick តែមួយអញ្ចឹងដូចយើងឃើញ1នាទី5នាទី1ម៉ោង4ម៉ោងអញ្ចឹងព័ត៌មានទាំងអស់នឹងឯងដែលជួយជំរុញឲ្យយើងឃើញថាតើមាសនៅថ្ងៃអនាគតបន្តឡើងឬធ្លាក់ចុះបានដោយតាមយើងមើលទៅលើ time frame បាទគេហៅថា time frame ហ្នឹងបងបាទ time frame ហ្នឹងគឺជាចលនានៃដើមទៀននៅក្នុងគ្រប់វិនាទីបាទគ្រប់វិនាទីឬក៏ទៀនដូចពីសប្តាហ៍មុនលោកគ្រូបានចែកម្លែកបងប្អូនតាក់ទងនឹងមើលទៅលើ time frame daily យើងមើលអំពីលំហូរតម្រង់វាទៅណាបាទហើយមួយទៀតយើងមើលពី4ម៉ោងយើងមើលពី chart pattern របស់វាតើវាជាលក្ខណៈបែបម៉េចហើយបន្តទៅទៀត1ម៉ោងយើងមើលពី structure របស់វាបាទហើយមួយទៀត30នាទីឬ15នាទីយើងមើលអំពីតើគោលដៅវាកំពុងតែ movement ផ្សារទៅណាបាទអញ្ចឹងយើងអាចចូលនៅចន្លោះ15នាទីទៅ1ម៉ោងបានចន្លោះហ្នឹងគឺយើងអាចចូលបានតែក្រោម15នាទី5នាទី1នាទីអីបងប្អូនកុំទាន់ចូលបាទអញ្ចឹងឲ្យយើងប្រើ time frame ចាប់ពី15នាទីឡើងទៅក្នុងការចូលទីផ្សារបើសិនជាចូលកាន់តែធំកាន់តែល្អបាទសុវត្ថិភាពកាន់តែខ្ពស់បាទអញ្ចឹងទី2 candlestick អាចបញ្យល់ពីអារម្មណ៍ឬបរិយាកាសនៃការជួញដូរនៅក្នុងទីផ្សារបានយ៉ាងល្អបាទដូចយើងឃើញមិញអារម្មណ៍របស់ទីផ្សារគឺកំពុងតែបុកឡើងគឺមានន័យថាcandlestick បានប្រាប់យើងថាមានអ្នកទិញបាទមានអ្នកទិញច្រើនជាងអ្នកលក់បាទអញ្ចឹងដល់ពេលណាដែលមានអ្នកទិញច្រើនជាងអ្នកលក់ធ្វើឲ្យទីផ្សារហ្នឹងគឺហក់ឡើងបាទអញ្ចឹងអាហ្នឹងឯងដែលវាកើតចេញអំពីអារម្មណ៍របស់ទីផ្សារបាទអញ្ចឹងបងប្អូនឃើញ candlestick ដែលកំពុងតែកាត់ឡើងហ្នឹងគឺសិតតែអារម្មណ៍ឯងមានថាសិតតែកប្បកិរិយាក្នុងការកាត់ឡើងបងប្អូនឃើញអញ្ចឹងឥឡូវម៉ោងឥឡូវមក8:25នាទីបងប្អូនមើល5នាទីអញ្ចឹងក្នុងមួយបកគោលហ្នឹងមានន័យថាវាចាប់ដើមបដូរម្ដងអញ្ចឹងមានន័យថាក្នុងមួយបកគោលនេះស្មើ5នាទីអញ្ចឹងក្នុង5នាទីវានឹងដូរបកគោលម្ដងអញ្ចឹងដល់ពេលដែលយើងមើល time frame 15នាទីអញ្ចឹងមានន័យថាក្នុង15នាទីគឺវាចាប់ដើមបដូរបកគោលម្ដងអញ្ចឹងមានន័យថាឥឡូវនេះគឺវា break បាត់ហើយបងប្អូនបាទយើងមើលទៅលើតម្រងរបស់លើកមុនដែលយើងនិយាយថាយើងរក sideways នៅក្នុង15នាទីឥឡូវវា break បាត់ហើយហ្មងឃើញទេមុនហ្នឹងខ្សែវេនឹងដំនឹងអញ្ចឹងវា break បាត់ហើយហេបាទទៅលើស្ទុយបាទអញ្ចឹងយើងមកចាំមើលកន្លែងនោះទៀតថាវាអាច break នៅ0នឹងបានអត់អញ្ចឹងអានេះឯងជាកប្បកិរិយាដោយព្រឹកមិញឡើងបើកផ្សារមកធ្លាក់ភ្លុកយកបរយបាទអញ្ចឹងមានន័យថាអ្នកលក់ហ្នឹងគឺគ្រប់គ្រងលើទីផ្សារមួយហ្នឹងបាទអញ្ចឹងអាហ្នឹងវាជាអារម្មណ៍មួយទីផ្សារដែលប្រាប់ក៏បញ្ជាក់យើងថាទីផ្សារកំពុងតែចលនាទៅណាបាទអញ្ចឹងអាហ្នឹងដែលហេតុអ្វីបានគេចូលចិត្តប្រើ candlestick គឺវាបែបហ្នឹងឯងបាទអញ្ចឹងទី3 candlestick អាចប្រាប់ឬអាចប្រាប់ថាអ្នកណាខ្លាំងក្នុងការជួញដូរនៅពេលនោះរវាង bullish និង bearish អញ្ចឹងក្នុងភាសាយើងមានពាក្យពីរ bullish និង bearish បាទអញ្ចឹង bullish គឺឡើង bearish គឺចុះបាទបើសិនជាបងប្អូនឮពាក្យ bullish គឺឡើងបាទ bearish គឺចុះបាទយើងប្រើឡើងចុះបាទអញ្ចឹងគេប្រៀបដូចគេបើសិនជាយើងបងប្អូនមើលទៅលើ bearish បងប្អូនតែឃើញខ្លាឃ្មុំហើយបាទអញ្ចឹងបងប្អូនដែលឃើញខ្លាឃ្មុំល្មៀលចុះពីលើភ្នំណាអញ្ចឹងពេលគោគេប្រៀបថា bull នេះគឺគោពេលវាបុកគឺបុកខ្លាំងបាទអញ្ចឹងនៅពេលណាមាន bullish និង bearish គឺតែងតែមានកន្លែងឡើងចុះឬយ៉ាងម្យ៉ាងទៀតមានកម្លាំងឡើងឬកម្លាំងចុះបាទយើងប្រើរូបពាក្យថាឡើងឬចុះបាទក្នុងភាសាខ្មែរយើងបាទអញ្ចឹង candlestick អាចប្រាប់យើងអំពីតើពេលនេះទៅមានឱកាសដែលក្រាបនឹងឡើងឬចុះក្រោមបាទដែលមានន័យថាគំនូសតាងឬ candlestick នឹងអាចអានសញ្ញាជួញដូរដោយខ្លួនឯងបាទមិនចាំបាច់មានindicator ផ្សេងទៀតដើម្បីជួយក្នុងការវិភាគទេបាទអញ្ចឹងមានន័យថាទោះបីជាយើងអត់សូវចេះរូបមន្តច្រើនឬយើងអត់សូវចេះដូច ICT ឬ SMT ឬមួយ demand supply អានឹងសិតតែរូបមន្តក្រោយទេដែលគេកាត់មកដើម្បីអានទៅលើទីផ្សារ
តែយូរទូទៅបងប្អូនបើសិនជាបងប្អូនអាចដឹងពី candlestick ទាំងអស់ហ្នឹងបងប្អូននឹងឈ្នះគេហើយបាទអាចនឹងឱកាសឈ្នះគឺ trade ឈ្នះគឺ60ទៅ 70% ហើយអញ្ចឹងអា 30% ទៀតហ្នឹងយើងអាចយក concept ផ្សេងៗយកមកដាក់បាទអញ្ចឹងមិនមែនថា concept អីផ្សេងៗហ្នឹងសុទ្ធតែសំខាន់អស់ទេណាតែអ្វីដែលបងប្អូនត្រូវដឹងបងប្អូនត្រូវយល់អំពីតកតងនឹង candlestick សិនណាបងប្អូនអញ្ចឹងអូខេអញ្ចឹងខ្ញុំនាំបងប្អូនទៅស្គាល់ candlestick មួយដែលយើងតែងតែឃើញបាទនៅក្នុងទីផ្សារមួយហ្នឹងបាទខ្ញុំប្រហែលជាបងប្អូនអាចឧស្សាហ៍ឃើញបាទអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅមើលតាក់ទងនឹង candlestick ដែលយើងឧស្សាហ៍ឃើញនៅក្នុងទីផ្សារ trading ពិសេសគឺការ trade មាសបាទអញ្ចឹងខ្ញុំនឹងនាំប្រហែលជា10ជាង candlestick បងប្អូនមើលមកតើបងប្អូនធ្លាប់ឃើញដែរឬអត់បាទនេះបាទអញ្ចឹងយើងមកមើលសិនបាទអញ្ចឹងឲ្យបងប្អូនមើលអំពីតម្លៃបើកសិនបាទអញ្ចឹងអ្វីដែលយើងនឹងសិក្សាថ្ងៃនេះយើងរៀនពី Doji Candlestick Pattern ហើយគឺ Dragonfly Doji Candlestick Pattern ហើយ Crepstone Doji Candlestick Pattern ហើយនឹង Hammer Candlestick Pattern Shooting Star អញ្ចឹងទាំងអស់វាមាន10 Candlestick ហ្នឹងបាទអញ្ចឹងយើងមកមើលកន្លែងនេះបាទអញ្ចឹងបងប្អូនកន្លែងនេះគឺជារូបមន្តជាហៅថាជារូបរាងនៃដើមទៀនអញ្ចឹងមុននឹងកាត់ជាដើមទៀនមួយវាតែងមានស្រមោលខាងក្រោមស្រមោលខាងលើវាមានតួខ្លួនហើយនឹងវាមានតម្លៃបើកនិងតម្លៃបិទវាមានតម្លៃទាបនិងតម្លៃខ្ពស់បាទដូចនេះ bullish បាទអញ្ចឹងអានេះឲ្យឈ្មោះថា bullish នៅពេលណា bullish យើងឃើញមានតម្លៃបើកនៅខាងក្រោមនេះបាទអញ្ចឹងនៅពេលណាដែលមានគេហៅថាតម្លៃបិទតម្លៃបិទវានៅខាងលើវិញបាទអញ្ចឹងចំណុចខ្ពស់វានៅខាងលើនឹងអញ្ចឹងមានន័យថាតម្លៃខ្ពស់ហ្នឹងអញ្ចឹងនៅពេលដែលយើងចាប់តម្លៃខ្ពស់គឺយើងចាប់តម្លៃណាដែលវាខ្ពស់ជាងគេបាទអញ្ចឹងយើងនិយាយថា high បាទ high បកគោល high ឬមួយពាក្យមួយទៀតគេហៅថា short doll ហ្នឹងបាទចុង short doll ហ្នឹងអាហ្នឹងគេហៅថាចុង short doll បាទអញ្ចឹងនៅពេលដែលយើងតម្លៃបិទគឺយើងតែងតែចាប់នៅតម្លៃនេះតម្លៃបើកsorry តម្លៃបិទចាប់នៅតម្លៃនេះហើយតម្លៃបើកចាប់នៅក្រោមនេះផ្ទុយទៅវិញនៅពេលណាដែលយើងប្រើជា bearish បាទអញ្ចឹងតម្លៃបើកវានៅលើវិញបាទហើយតម្លៃបិទនៅខាងក្រោមអញ្ចឹងគឺខុសគ្នាតែតម្លៃបើកនិងតម្លៃបិទទេណាការគេហៅថា buy និង sell ហ្នឹងគឺវាខុសគ្នាបែបហ្នឹងបាទអញ្ចឹងឡើងចុះគឺវាខុសគ្នាតែតម្លៃបើកតម្លៃបិទទេអញ្ចឹងតម្លៃពីរហ្នឹងវាមានតម្លៃអីគេខ្ពស់ក៏មានតម្លៃទាបក៏មានបាទបងប្អូនមានសំណួរអីកន្លែងហ្នឹងអត់មានចង្អល់ឬសំណួរអីអាចបងប្អូនអាចសួរបានណាបងប្អូនអត់ឆ្ងល់ទេអញ្ចឹងមានន័យថាចេះច្រើនអញ្ចឹងអូខេអញ្ចឹងចង់ឲ្យបងប្អូនបែបហ្នឹងឲ្យមើលឲ្យចប់ហើយយើងមានចង្អល់អីយើងសួរទាំងអស់គ្នាបាទអញ្ចឹងឧស្សាហ៍មើលយើងឧស្សាហ៍នឹងយល់ច្រើនបាទអូខេអញ្ចឹងយើងនឹងឃើញពាក្យហ្នឹងដូចជីបាទអញ្ចឹងដូចជីយើងតែងតែឃើញនៅពេលណាដែលផ្សារវាកំពុងឡើងបាទផ្សារវាកំពុងឡើង15នាទីណាយើងមើល15នាទីឡើងទៅយើងឃើញថានៅពេលណាវាចាប់ដើមចុះមកវិញវាតែនឹងឃើញអាសញ្ញាមួយហ្នឹងហើយអញ្ចឹងសញ្ញាហ្នឹងប្រាប់យើងថាជានៅពេលដើមទៀននេះបង្កើតវាបានប្រាប់យើងថាទីផ្សារបើកនិងបិទក្នុងតម្លៃដូចគ្នាបាទដែលមានន័យថាមានភាពស្មើគ្នានិងភាពមិនច្បាស់លាស់រវាងអ្នកទិញនិងអ្នកលក់គ្មានអ្នកណាម្នាក់អាចគ្រប់គ្រងលើទីផ្សារនឹងបានអញ្ចឹងមានន័យថាម៉េចនៅពេលដែលផ្សារវាកំពុងឡើងនេះបាទអញ្ចឹងនៅពេលដែលផ្សារកំពុងឡើងវាមិនមែននៅសឹកវាចុះមកភ្លាមទេវាតែងតែផ្សារហ្នឹងវាតែងតែកាត់សញ្ញាអីមួយបាទបើមិនដូចជីអាចនឹង shooting star បើមិន shooting star អាចនឹង evening star អញ្ចឹងទៅបាទអញ្ចឹងដូចជាយើងតែងតែញយបាទឃើញតែញយបាទយើងអាចទៅមើលផ្សារនៅ real បានណានេះវានឹងកើតបែបនេះណាបងប្អូនអញ្ចឹងកំពុងតឡើងនៅសស15នាទីចាប់ដើមកើតជាសញ្ញាមួយហ្នឹងហើយឬមួយបើសិនជា4ម៉ោងវិញកើតសញ្ញាបែបហ្នឹងគឺផ្សារនឹងមានការចុះខ្លាំងបាទតែ15នាទីអាចចុះត្រឹម10 20លេខអញ្ចឹងទៅតែបើសិន4ម៉ោងឬ daily កើតសញ្ញាបែបហ្នឹងមាសនឹងអាចចុះដល់100លេខឬ30លេខឥឡូវបងប្អូនមើលតាក់ទងនឹងទីផ្សារក្នុងព្រឹកមិញបាទដែលវាចុះមកអញ្ចឹងមុននឹងវាឡើងបាទមុននឹងវាឡើងយើងទៅមើលថាតើផ្សារហ្នឹងវាដូរទៅជាយ៉ាងម៉េចបាទខ្ញុំឲ្យមើលបាទអូខេនេះអញ្ចឹងឥឡូវនេះវាអត់ទាន់មានជាសញ្ញាអីមួយទេ15នាទីវាអត់ទាន់មានជាសញ្ញាអីមួយក្នុងការព្រួលប្រែទីផ្សារហ្នឹងទេបាទអញ្ចឹងបងប្អូនកលេចមកមើលកន្លែងមជូរនេះបាទនេះមជូរនេះមជូរនេះបាទអញ្ចឹងឃើញទេនេះដល់ពេលណាដែលផ្សារវាចាប់ដើមបដូរនេះផ្សារនេះឡើងចាប់ពីនេះទៅបាទឡើងហើយ
cho lần hết cho chứ nó bên na để vì chập đâm đô là ngố cứ về tay miền sườn nhà mỗi nừng chứ mong pôn cả na tại miền sườn nhà nâng cả là chán miền này thá xa nâng cứ về chập đâm làm hố với chồng một cái mình mong pôn ai tầm mơ bây giờ tay ta cao bán mà bây giờ chỉ ăn miền tại nhà bé mi tế mong pôn cầm tân lụa á mong pôn bạn cầm tân lụa mà mình bạn cầm tân lụa nè đôi khi ní vì sẽ điên đôi chi đấy mong pôn ở khơi béo ní miền này tha xa cứ về chập đâm khẩm lằng bạn chập đâm khẩm lằng nè mà chu ní mong pôn anh mơ ban mà thế một nâng về lần từ hái về bậc anh hái về chập đầm ở khả năng hái chập đầm cho một xùy bạn nênแบบnày nhưng ai tụi mơ tay tất cả nhưng tay là khơi thì nhàแบบนี้แล้วบางคนมอบุญมองมาบัดซันจิกเกอร์ต้องทำเฟรมบุญมองในยมใหญ่หมดนึงáคือวินเมียนกาจอกหลังมาแล้วเนี่ยบุญมองบนเคยเนี่ยไรมุ้ยนี่ไงตีมันไงตีมาพายบุญแค่มุ้ยบาทนี่เมียนมุ้ยบาทเคยบนเคยnhững đôi chi nó khôngทำเฟรมบุญมองấy Canada tại vì miền chợ đầm tươi tớ bạn chẳng xa với tật ấm từ lẹ các bạn màu bình bạn nè thế mà nè từ từ bạn chẳng ní cái ha thật đôi chỉ cứ miền này tha và to pì xa cái pông lớn bạn cái pông lớn từ tới với chập đầm miền ca cho Hồng Vinh chẳng miền này tha vì chập đầm cho Hồng Vinh nhỉ cái buồn mộng cho lắng à mà chẳng mong pông xa mới bờ sân chi miền không tham frame buồn mộng cứ bên đường anh đôi chỉ đường miền ca cho lắng bạn nè chẳng đờiนี้được cáiนี้mong mới bờ sân chi miền sân nhàแบบนึงdương chăm lụa bản bờ sân trên miền nhà những chăm lụa bờ sân tiệm miền tây cầm toàn nó vốn bờ lấy như việt lang ta sân tử bản chân dương một thoi mơ cái đập ram tí buôn mông cả bullish mà mông cả bullish đập ram tí cả bullish chân dương tân miền hẹp phòn này dương lụa thể bản giờ tên miền hẹp phòn này dương lụa thể chân mà bây giờ bông pon này phoi cả lớn lên tử bản chân hai viên nơi và to bản đứng cứ sai sắp sai bầy bản chân dương ảnh phoi hai mươi tiết chân ở đây để dương trong lúa bờ sân cho bông pon trong pichana lúa tôi là Việt Nam chua son này bà để chia supply chắc bao bì bà nè mà chua son này chẳng lẽ khăn vía cứ bong bóng tam mơ tới bờ sân chi vi lang pram ti việc có chuyện đôi chi muối nó ok ai trong miền sân nhà lụa dương ai miền sân nhà dương lụaค่ะchẳng đôi chi vì chia sân nhà kể chia sân nhà và chặt xa mà nhà tập sân nhà chặt xa ô tập xa về cái bông lang chẳng bờ sân chỉ miền đôi chi miền đây thá bạn bạn tìm xa về nó cứ cái bông tái miền cá ấy cái không muốn miền cá cho tụi mình bản chẳng là nó hà thá đôi chi vậy hay mối tiết dương tầm mơ ông pi kenoxi mối tiết bản chân nhưng mơ kenoxi mối tiết cứ phật bị đôi chí dương miền gà tra con fly và tra con fly mà tra con fly nữa cứ chỉ tu tới với tay cả nó hàng còng bản chân nó pe nạp xa của pông cho bạn xa việc của pông cho khăng á mà sân chỉ bom ôn mơ tầm rống á mà ôn khơi ấy rống ní cứ bị chợ đầm miền bạn đôi chí cứ việc chỉ cà phạp đôi tì xả bà sân chỉ bong khơi sân nhà đôi chi không là pram ti mì mông buôn mông ấy mông nó cứ dương rong chám không ca pichana không ca lụa bạn tại vì khác câu vì anh miên cắt lao nó không hàng crom này nó bồn tại việc rò lớn nó việc rò cắt đôi chi hàng crom nàyแต่ไว้ในเวียนกัดแล้วปีช้อนคือ dragonfly hammer ไอ้ซิงๆเนาะnóเป็นในเวียนกัดhàng crom á bạn còn để muối khang lớn muối hàng crom thì chứ như mua dragonfly bạn chứ dragonfly team muối cứ dương một hai pk xả bomกับ support chứ muốn được vì chót muốn vì lớn cứ biết tên cho tờ pass support muốn sẵn để dương hao tha support này test support chứ ca bậc cất dragonfly đôi chi đây miền của tôi với bằng hai dương tham miền sập biệt tinh po nó không tập bòn mùi nừng trong một bốn ai tầm mơ bán về để vì miền cái hao pa nó không sồn mùi na để vì khai chỉ demand vàแล้วcái haoตัด demand ปีมนหาตัด support บาทจัง support นึงปีมนกี่ติงแต่จะประ support แต่แล้วจับเดิมมี concept demand supply โจมมาบาทจังการน่าจะจับ support ยังจับไอจับเติมเจียบล็อกมวยเติมแต่พรำเล่ปีเล่จังเติมแต่เราไปยังจับ demand ยังจับเราดอกเล่บาทเนี่ยคลาสก็จับเราพรำดอกเล่จังเติมเราไปตรงจำโซนในสร้างกี่ประ demand คือเกี่ยวกับสำหรับน้องกาการทำให้ชัวร์ท่าซาไหลนึงเวียตันลังเวียตันจอเวียตันลังตัววิ่งเต็งจังเกี่ยวกับจำดาวซาเวียลังมาจอวิ่งลังมาจอมาริแต่วิ่งเกี่ยวจับดำปลายบาทจังตรากอนฟลายคือเชียร์แค่ดอสิมุ้ยได้ยังไอเมื่อเวียเชียร์กับรู้วานบาทมีในท่าเปอร์เซ็นต์ยังเคยสัญญาแบบนี้กัดลังดับปรามตี30ตีคือบอลโอนลงจำปลายบาทจังอ่ะไอ้เปอร์เซ็นต์เบอร์ยังไอกับนัดตัดสัญญาณของรู้ดำเตียนเลยชาติบอลยังbánเอาไว้ได้ช่วยยังคือยังเมื่อเคยปีกากดกงตัวเราการในกหล่งนาบ้านจังยังเมื่อดีคืนนี้บ้านนั้นตรากอนฟลายแล้วบางคนไอตัวมือตัวเลย
đâm tiên chĩa đen bạn là lên tầm mơ đâm tiên chĩa đen tha việc bạn mình bạn ok nhầm tầm mơ oi bong bồn tầm mơ Dragon Fly នេះ អានេះក្នុង time frame 15 នាទីវាអត់ទាន់មានតែមិនប្រកាសថាវាកើតឡើងគ្រប់ time frame ឬគ្រប់បរិបទទីផ្សារណាបងប្អូនពេលខ្លះក៏វាអាចនឹងមានកើតអីផ្សេងឬពេលខ្លះវាកើតជា Dragonfly អ្នកនេះអញ្ចឹងឥឡូវនេះវាអាចខិតនៅក្នុងកាត់ Dragonfly មួយអញ្ចឹងបងប្អូនឃើញដល់ពេលណាផ្សារដែលវាមានdemand ខ្លាំងវាតែងតែតម្លាក់ជើងបែបនេះអញ្ចឹងនេះវាស្ថិតក្នុង Dragonfly អញ្ចឹងកន្ទុយវាវែងខាងក្រោមណាបាទកន្ទុយវាវែងបែបនេះបាទនេះវាមុននឹងចុះដើម្បីឡើងទៅវិញគឺវាតែងតែ reject បែបនេះនៅភាសាឥឡូវគេហៅថា reject បាទបើសិនជាយើងនិយាយពី pattern យើងនិយាយថា Dragonfly បាទនេះបងប្អូននេះកន្ទុយវាវែងបែបនេះបាទអញ្ចឹងបងប្អូនឃើញទេមានន័យថាផ្សារវាកំពុងតែចុះបែបនេះវាចាប់ដើមបដូរលំហូរវាអញ្ចឹងកាលណាតែបដូរលំហូរវាតែងតែមាន Dragonfly នេះវាស្តៀងគ្នានឹង hammer បាទវាស្តៀងគ្នានឹង hammer Dragonfly នេះចឹងបងប្អូនអាចទៅមើលពីអតីតកាលបានអញ្ចឹងឥឡូវដូចគ្នាបងប្អូនអញ្ចឹងក្នុងបច្ចុប្បន្នភាពបើសិនជាបងប្អូនឃើញឥឡូវថតផ្សារវាកំពុងចុះបែបនេះដូចមកព្រឹកហ្នឹងវាចុះហើយបាទយើងឃើញមកព្រឹកគឺចុះមកនេះអញ្ចឹងក្នុងតម្រងចុះ down trend ប៉ុន្តែនៅសុកអីវា break trend មកវានេះ break trend មានន័យថា reversal បាទអញ្ចឹងផ្សារព្រឹកមិញគឺវាបដើបែបនេះអូខេវាដើបែបនេះឡើងហើយចុះមកដល់ហើយនេះដល់4600ម៉ាន4648ហើយឡើងទៅវិញហើយចាប់ដើម break ទៅលើវិញបាទអញ្ចឹងបងប្អូនមើលចំណុចនេះបាទមើលចំណុចនេះបើសិនជាបងប្អូនប្រើ trend line បាទអញ្ចឹងបងប្អូនអាចមើលកន្លែងហ្នឹងបានអញ្ចឹងអ្វីដែលបញ្ជាក់ប្រាប់យើងគឺមានន័យថាផ្សារគឺវាចាប់ដើមរុញបាទរុញទៅលើអញ្ចឹងតម្លៃទៀបនោះណាអញ្ចឹងផ្សារដែលវាឡើងយើងអាចមើលអញ្ចឹងក៏បានដែរបងប្អូនទៀបនោះណាតម្លៃ4647បាទហ្នឹងទៀបបំផុតក្នុងថ្ងៃហ្នឹងប៉ុន្តែនៅពេលនេះក្នុងម៉ោងប៉ុន្មានក្នុងម៉ោង2:15នាទីទៀបនៅដល់ហ្នឹងប៉ុន្តែនៅពេលដែលម៉ោងប្រហែលម៉ោង11បាទនេះម៉ោងប៉ុន្មានម៉ោងចុះម៉ោង2កន្លះបាទម៉ោង2កន្លះវាធ្វើខ្ពស់នោះណាបាទធ្វើខ្ពស់នោះណា4680បាទ4680ដែលជា0នៅក្នុងការ sideways បាទក្នុង15នាទីបាទបន្ទាប់មកទៀតវាក៏ចុះមកវិញបាទចុះមកវិញចុះនៅក្នុង0ណាបងប្អូនចុះមក0នៅ4650អញ្ចឹងខុសគ្នាហ្មងគេអានេះ46អានេះ50អញ្ចឹងខុសគ្នា4លេខអញ្ចឹងផ្សារមានន័យថាម៉េចគឺវារុញទៅបាទនៅពេលដែលវារុញ break បាទនេះហៅ break នេះ break out បាទ break out ហើយបាទអញ្ចឹងការ break out របស់យើងទី1យើងឃើញមាន candlestick engulfing បាទនេះយើងឃើញមាន candlestick engulfing បែបនេះបាទបងឃើញអត់ហើយមួយទៀតវាបង្កើតជា high by high នេះបង្កើត high by high ហ្មងបងអូខេបង្កើតជា high by high ហើយសួរថាវាបន្តឡើងទៅណាបាទអញ្ចឹងវាអាចនឹងទៅរក high ចាស់របស់វាឬមួយ high បន្ទាប់នៅតំបន់នេះអញ្ចឹងបើសិនជាបងប្អូនចង់ sale កុំតន់ឥឡូវឲ្យវាឡើងសិនទៅព្រោះសារឥឡូវមុំពុំមានបាទអញ្ចឹងវាឡើង break ស្អាតណាបងប្អូនអូខេ